សម្រាប់សិស្សថ្មីទាំងអស់នៃសាលាឯកទេសជំនាញពលរដ្ឋអគ្គិភ័យខ្យងគីដូសូមស្វាគមន៍សាលាឯកទេសជំនាញពលរដ្ឋអគ្គិភ័យខ្យងគីដូមានបេសកកម្មការពារសេចក្តីសុខរបស់មនុស្សគ្រប់គ្នាពីគ្រោះថ្នាក់អគ្គិភ័យដោយខិតខំការពារសុវត្ថិភាពពលរដ្ឋនិងលើកកម្ពស់សេចក្តីសុខរបស់ពលរដ្ឋកូរ៉េជាមួយនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ល្អបំផុតរបស់ប្រទេសកូរ៉េដែលមានសាស្ត្រាចារ្យឆ្នើមសាលាឯកទេសជំនាញពលរដ្ឋអគ្គិភ័យខ្យងគីដូដែលបណ្តុះបណ្តាលអ្នកជំនាញពលរដ្ឋអគ្គិភ័យយើងនឹងណែនាំអ្នកអំពីមជ្ឈមណ្ឌលរួមជាមួយនឹងច្បាប់ស្តីពីការប្រើប្រាស់និងរក្សាសុវត្ថិភាពជាដំបូងយើងនឹងពិនិត្យមើលអគារសំខាន់ដែលដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលក្នុងអគារសំខាន់ភាគច្រើនមានការិយាល័យនិងបន្ទប់បង្រៀននៅជាន់ទី1មានការិយាល័យបន្ទប់បង្រៀនតាមអនឡាញនិងបន្ទប់សម្រាករួមជាមួយនឹងផ្នែកគាំទ្រការអប់រំនៅជាន់ទី2មានការិយាល័យនាយកសាលាបន្ទប់កុំព្យូទ័រនិងបន្ទប់សម្រាកហើយជាន់ទី3មានបន្ទប់បង្រៀននិងបន្ទប់ប្រជុំកន្លែងបន្ទាប់គឺបន្ទប់ទំនាក់ទំនងជាន់ទី1នៃបន្ទប់ទំនាក់ទំនងមានបន្ទប់សិក្ខាសាលាចំនួន250កៅអីដែលប្រើប្រាស់សម្រាប់ការប្រកាសស្រាវជ្រាវនិងការពិភាក្សាអំពីគោលនយោបាយលើសពីនេះទៀតក៏មានកន្លែងសម្រាកនិងកន្លែងផ្ដល់សេវាភាពងាយស្រួលដូចជាហាងក៏មានផងដែរមានបន្ទប់ហាត់ប្រាណសម្រាប់សិស្សដើម្បីហ្វឹកហាត់កម្លាំងកាយជាមូលដ្ឋានរបស់ពួកគេក្នុងបន្ទប់ B1 ឥឡូវនេះសូមពិនិត្យមើលកន្លែងស្នាក់នៅនិងអាហារដ្ឋានដែលអ្នកនិងសិស្សប្រើប្រាស់កន្លែងស្នាក់នៅត្រូវបានបែងចែកទៅជាអគារ1អគារ2និង3ហើយអគារ3នឹងត្រូវបានសាងសង់បញ្ចប់នៅឆ្នាំ2022មានកន្លែងស្នាក់នៅដែលអាចផ្ទុកមនុស្សបានប្រហែល250នាក់និងអាហារដ្ឋានដែលមាន400កៅអីត្រូវបានរៀបចំឡើងកន្លែងស្នាក់នៅនីមួយៗការហៅឈ្មោះឆែកវត្តមានមាននៅម៉ោង9យប់បន្ទាប់ពីអាហារពេលល្ងាចហើយនឹងបិទភ្លើងនៅម៉ោង11យប់សូមចំណាំថាអ្នកអាចប្រើប្រាស់អាហារដ្ឋានបានតែក្នុងអំឡុងពេលម៉ោងដែលបានកំណត់ប៉ុណ្ណោះនៅពេលអ្នកដើរតាមផ្លូវទៅមុខបន្ទប់ស្នាក់នៅទី3អ្នកអាចរកឃើញច្រកចូលទៅផ្លូវលំដែលអ្នកអាចដើរតាមបរិវេណនៃសាលាបានផ្លូវលំនេះមានឧទ្យានអនុស្សាវរីយ៍ដែលបានរំលឹកដល់ការលះបង់របស់វីរៈជនពលរដ្ឋអគ្គិភ័យដែលបានលះបង់ជីវិតដើម្បីប្រទេសរបស់ពួកគេបន្ទាប់មកយើងនឹងចូលមើលលម្អិតអំពីអគារបណ្តុះបណ្តាលត្រូវយល់ពីច្បាប់ស្តីពីសុវត្ថិភាពនិងវឹកហាត់ដោយសុវត្ថិភាពដោយធ្វើតាមការណែនាំរបស់សាស្ត្រាចារ្យនិងគ្រូទី1គឺកន្លែងវឹកហាត់ទូទៅកន្លែងវឹកហាត់ទូទៅមានការពន្លត់អគ្គិភ័យនៅអគារខ្ពស់ការវឹកហាត់សង្គ្រោះការវឹកហាត់សង្គ្រោះនៅទីខ្ពស់និងការអនុវត្តនៅកន្លែងវឹកហាត់ពន្លត់អគ្គិភ័យការវឹកហាត់អនុវត្តអគ្គិភ័យនៅមជ្ឈមណ្ឌលពន្លត់អគ្គិភ័យត្រូវបានធ្វើឡើងនៅជាន់ទី2នៃអគារប៉មធំហើយការវឹកហាត់អនុវត្តអគ្គិភ័យត្រូវបានធ្វើឡើងនៅជាន់ទី3កន្លែងបន្ទាប់គឺកន្លែងវឹកហាត់ពន្លត់អគ្គិភ័យដែលអនុវត្តផ្ទាល់កន្លែងវឹកហាត់ពន្លត់អគ្គិភ័យដោយអនុវត្តផ្ទាល់ដែលបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េជាលើកដំបូងគឺផ្អែកលើលក្ខណៈនៃអគ្គិភ័យហើយបែងចែកជា5ផ្នែកកន្លែងវឹកហាត់នីមួយៗត្រូវបានធ្វើទីតាំងដូចជាកន្លែងបិទជិតពោពេញដោយផ្សែងក្រាស់អគ្គិភ័យរោងចក្រអគ្គិភ័យអគារអគ្គិភ័យបន្ទប់និងអគ្គិភ័យពិសេសនិងអគ្គិភ័យដោយសារសារធាតុគ្រោះថ្នាក់និងហ្គាសសូមកុំភ្លេចអំពីសុវត្ថិភាពដោយសារអគ្គិភ័យពិតត្រូវបានប្រើប្រាស់នៅកន្លែងវឹកហាត់ពន្លត់អគ្គិភ័យដោយអនុវត្តផ្ទាល់នេះគឺជាអគារស៊ើបអង្កេតនិងស្រាវជ្រាវអគ្គិភ័យនៅទីនេះការវិភាគវាតម្លៃលើការស៊ើបអង្កេតនិងការស្រាវជ្រាវអគ្គិភ័យនិងការវឹកហាត់និងការអនុវត្តលក្ខណៈសម្បត្តិនៃសម្ភារៈគ្រោះថ្នាក់ត្រូវបានធ្វើឡើងមូលហេតុនៃអគ្គិភ័យត្រូវបានគាំទ្រតាមរយៈការវិភាគបែបវិទ្យាសាស្ត្រនិងការវិតម្លៃភស្តុតាងនៅទីតាំងអគ្គិភ័យហើយនៅខាងក្នុងមានបន្ទប់វិភាគភស្តុតាងបន្ទប់ស្តុកទុកនិងបន្ទប់ធ្វើតេស្តអគ្គិភ័យឥឡូវនេះយើងនឹងមើលបន្ទប់វឹកហាត់សង្គ្រោះក្នុងអគារបន្ទប់វឹកហាត់សង្គ្រោះក្នុងអគារការវឹកហាត់សង្គ្រោះជីវិតការវឹកហាត់សង្គ្រោះបែបបញ្ឈរនិងផ្ដេកនិងការវឹកហាត់សង្គ្រោះក្នុងប្រព័ន្ធលូសាធារណៈត្រូវបានអនុវត្តឡើងត្រូវប្រាកដថាត្រូវបានជូនដំណឹងបានត្រឹមត្រូវអំពីច្បាប់ស្តីពីសុវត្ថិភាពសម្រាប់អគារបណ្តុះបណ្តាលនីមួយៗសម្រាប់ការបណ្តុះបណ្តាលប្រកបដោយសុវត្ថិភាពបន្ទាប់មកយើងនឹងមើលបន្ទប់វឹកហាត់ស្វែងរកនិងសង្គ្រោះក្នុងទីក្រុងបន្ទប់វឹកហាត់ស្វែងរកនិងជួយសង្គ្រោះក្នុងទីក្រុងមានឈ្មោះមួយទៀតថាបន្ទប់វឹកហាត់សង្គ្រោះក្នុងករណីគ្រោះថ្នាក់បាក់រលំជាធម្មតាវឹកហាត់ស្វែងរកមនុស្សនៅក្នុងអគារនិងសំណង់ដែលបាក់រលំក៏ដូចជាការវឹកហាត់ទប់លំនឹងនៃវត្ថុធ្ងន់និងចលនាត្រូវប្រាកដថាដឹងពីច្បាប់សុវត្ថិភាពនិងចាត់វិធានការក្នុងការប្រុងប្រយ័ត្ន ព
ពីព្រោះវាមានហានិភ័យនៃការធ្លាក់វត្ថុដោយសារតែលក្ខណៈនៃអគារបណ្ដុះបណ្ដាលបន្ទប់វឹកហាត់សង្គ្រោះបឋមរួមមានបន្ទប់ហាត់សង្គ្រោះបឋមសម្រាប់អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍បន្ទប់វឹកហាត់ទូទៅនិងបន្ទប់ព្យាបាលអ្នកជំងឺរបួសនៅក្នុងអគារផ្ទាល់និងអ្នកជំងឺដឹកពីខាងក្រៅដែលមានហានិភ័យខ្ពស់ហើយជាធម្មតាអនុវត្តទ្រឹស្ដីនិងការអនុវត្តការវឹកហាត់សង្គ្រោះបឋមជាចុងក្រោយយើងនឹងណែនាំពីមជ្ឈមណ្ឌលបញ្ជាផ្ទាល់នៅនឹងទីតាំង CICT មជ្ឈមណ្ឌលបញ្ជាផ្ទាល់នៅនឹងទីតាំងដែលមានទីតាំងនៅគុនផូខេត្តខ្យងគីដូជាចុងក្រោយយើងនឹងណែនាំពីមជ្ឈមណ្ឌលបញ្ជាផ្ទាល់នៅនឹងទីតាំង CICT មជ្ឈមណ្ឌលបញ្ជាផ្ទាល់នៅនឹងទីតាំងដែលមានទីតាំងនៅគុនផូខេត្តខ្យងគីដូត្រូវបានបង្កើតឡើងដើម្បីជំរុញមេបញ្ជាការនៅនឹងទីតាំងដែលចាស់ទ្រឹស្ដីនិងបទពិសោធន៍សម្រាប់ឆ្លើយតបគ្រោះអគ្គិភ័យប្រកបដោយសុវត្ថិភាពហើយតាមរយៈមេបញ្ជាការក្រុមបញ្ជូននិងការបណ្ដុះបណ្ដាលវឹកហាត់ដូចជាក់ស្ដែងជាភ្នាក់ងារគ្រប់គ្រងស្ថានភាពវាមានគោលបំណងជំរុញការវិនិច្ឆ័យស្ថានភាពរហ័សនិងសមត្ថភាពធ្វើការសម្រេចចិត្តនៅនឹងទីតាំងគ្រោះអគ្គិភ័យជាចុងក្រោយយើងនឹងណែនាំអ្នកអំពីកន្លែងចតរថយន្តសិស្សអាចប្រើចំណតរថយន្តឆ្លងកាត់កន្លែងពន្លត់អគ្គិភ័យជាក់ស្ដែងនិងចំណតរថយន្តខាងក្រៅជាកន្លែងវឹកហាត់សង្គ្រោះក្នុងអគារសូមបញ្ចប់ការណែនាំអំពីសាលាឯកទេសជំនាញពន្លត់អគ្គិភ័យខ្យងគីដូខ្ញុំសង្ឃឹមថាអ្នកទទួលបានបទពិសោធន៍បណ្ដុះបណ្ដាលប្រកបដោយសុវត្ថិភាពនិងមានគុណប្រយោជន៍សូមអរគុណ